អ្នកពេលនេះទឹកចំនួននៅហាត់យ៉ៃបានស្រកចុះជាលំដាប់ក្នុងគណៈពេលដែលសម្លេងសម្រែកស្រែករកសាច់ញាតិរបស់ប្រជាពលរដ្ឋនៅហាត់យ៉ៃកើនឡើងជាខ្លាំងដូចគ្នាពីព្រោះឃើញមានអ្នកដែលខ្សែសង្ខារនឹងចំនួនចា142អ្នកបន្ថែមពីលើនឹងទៀតហើយក្នុងគណៈពេលដែលអ្នកខ្លះទៀតគឺបាត់ខ្លួនដែលអត់ដឹងថានៅណាតែអបបារម្ភហើយពីបញ្ហាជ្រើសរើសនៅភេសជ្ជៈដើម្បីញ៉ាំហើយផ្ដល់នូវធម៌ពលមិនបារម្ភពីការកើតជំងឺទឹកនោមផ្អែមហើយជួយផ្ដល់ប្រូតេអ៊ីនដល់រាងកាយជាពិសេសក្នុងមួយថ្ងៃយើងត្រូវមាន10%នៃសណ្ដែកអញ្ចឹងនេះគឺមានទឹកសណ្ដែកខៀវលាយស្លឹកតើយមានទឹកពោតមានទឹកត្រាវមានទឹកសណ្ដែកសៀងនិយាយទៅគ្រប់ប្រភេទតែម្ដងផ្សាយញ៉ាំក៏បានមកដល់5000រៀលមួយយូវេពី10ដល់60000តាក់តងមកកាន់នៃកណិកានារីអង្គរ017372000មានសម្លេងជាច្រើនស្នើសុំឲ្យអភិបាលហាត់យ៉ៃចាលាលែងចេញពីតំណែងតែថ្ងៃនេះលោករូបនេះដែលជាអភិបាលហាត់យ៉ៃគឺគាត់បានប្រកាសថាគាត់នឹងមិនលាលែងចេញពីតំណែងដោយសារតែបញ្ហាគ្រោះទឹកជំនន់ដែលបានកើតឡើងនៅហាត់យ៉ៃនោះទេគាត់នឹងបន្តបំពេញបេសកកម្មរបស់គាត់បន្តទៀតសម្រាប់ប្រជាពលរដ្ឋនៅហាត់យ៉ៃហើយគាត់នឹងប៉ះប៉ូវនៅអ្វីដែលជាចំណុចខ្វះខាតរបស់គាត់ដើម្បីបន្តបេសកកម្មគាត់បន្តទៅមុខទៀតចឹងសំណួរសួរថាតើគាត់ជាអ្នកណាគាត់ជាអ្នកតស៊ូគាត់ជាអ្នកដែលបកកាយនៅក្នុងការធ្វើការហើយគាត់ចង់ប៉ះប៉ូវនៅអ្វីដែលក្រក់ទាំងអស់ហ្នឹងមែនឬមួយក៏យ៉ាងណាតែបើធៀបអ្នកដែលខុសកាន់តែខ្លាំងទៅទៀតនោះគឺរដ្ឋាភិបាលថាតើហេតុអីបានជាមានបញ្ហាដល់ប៉ុណ្្នឹងហើយបើទោះជាគាត់កំសោយនៅក្នុងការចាត់ចែងកន្លែងហ្នឹងតែរដ្ឋាភិបាលទីប្រឹក្សាឬក៏អ្នកដែលមានឋានៈទូនាទីអីផ្សេងហេតុអ្វីនៅស្ងៀមបណ្ដោយឲ្យប្រជាពលរដ្ឋនៅវេទនាត្រាំទឹក5ថ្ងៃជាងចាដោយគ្មានដំណោះស្រាយអាហារហូបចុកអីផ្សេងហើយរបៀបដែលតម្លាក់ស្បៀងចោះចាសិតតែតម្លាក់តាមធម្មភេកចៈតម្លាក់យកអញ្ចឹងមានន័យថានៅប្រទេសថាអត់មានអ្នកចេះធ្វើការមែនតែខ្លះញ៉ាំឆ្អែតទេតែនៅតែឃ្លានមកសទុះហើយញ៉ាំមកសទុះទៀតឆ្អែតឃ្លានឆ្អែតនិយាយទៅគឺអត់នឹងណសោះហើយកេងមកកណោម៉ោងប៉ុន្តែខកមកវិញនៅតែមានអារម្មណ៍ថាអស់កម្លាំងហើយស្លេកស្លាំងមិនដឹងទេចាំបងប្អូនអាចបំពេញនូវវីតាមីននិងរ៉ែធាតុដែលរាងកាយត្រូវការនិយាយទៅសពមុខហ្មងស្មៅសមុទ្រមកកំប៉ុងស្មើបន្លែឡើង2កញ្ឆែងអីវ៉ាន់ណាចឹងបងប្អូនត្រូវការកំងទិញមកកំប៉ុង$22កំងតាមលេខកណិកានារីអង្គរបានទេចាតោះតសាក់បណ្ដឹងក្នុងគណៈពេលដែលខាងក្រសួងពាក់ព័ន្ធគេបានបញ្ជូននៅរថយន្តប្រមាណជា10គ្រឿងដើម្បីទៅជួយសម្អាតនៅទីក្រុងហាត់យ៉ៃចំពោះផ្ទះសម្បែងឡានអីដែលវាជីកពាក់លើគ្នាអីពេលដែលទឹកជំនន់កើនឡើងនឹងហើយដីហូរល្បប់វាមកហើយក្លិនស្អុយនៅតាមបណ្ដាផ្សារអីផ្សេងទំនិញវាហើមវាស្អុយវាអីចឹងទៅចាឬក៏គេក៏ត្រូវធ្វើបេសកកម្មរកថាតើមានអ្នកណាជាប់គាំងនៅកន្លែងណាដែរឬមួយក៏អត់ចឹងគេចាប់ដើមបញ្ជូនចេញទៅហើយនេះគឺជារូបភាពរថយន្តអីដែលគាំងស្ទះជាប់នៅតាមផ្លូវហ្នឹងចាហើយនេះគឺកម្លាំងដែលគេបានត្រៀមភាសាគេមួយណារៀងចេញមកស្រាវហ្មងណាចាដើម្បីបង្ការពីបញ្ហាឈឺស្លាក់ដៃជើងពុកឆ្អឹងស្ពុតឆ្អឹងញ៉ាំភេងល្ងដាក់ក្នុងបាយក៏បានដាក់ក្នុងបន្លែក៏បានប្រឡាក់សាច់អាំងក៏បានដែរហើយបើចង់ផ្សះរាល់ការរលាកឬក៏ដំណើរនៅផ្នែកខាងក្នុងរាងកាយញ៉ាំម្សៅល្មៀតគោឆុងទឹកក្តៅក៏បានដាក់នៅក្នុងកាហ្វេក៏បានហើយនៅម្សៅខ្ញីសម្រាប់ការពារពីផ្ដាសាយបងប្អូនធ្វើវិធីណាក៏បានឲ្យទៅចូលក្នុងខ្លួនម្សៅខ្ញីជួយសម្រក់គីឡូតាមបែបធម្មជាតិទៀតនេះចង់បានផលិតផលខ្មែរផលិតផលសម្រាប់សម្បំពន់សុខភាពកុំភ្លេចគាំទ្រពីកណិកានារីអង្គរផងណាចាប្រិមត្តបានសុខភាពល្អកណិកាបានចំណូលដើម្បីបន្តដំណើរនៃការធ្វើព័ត៌មានជូនដល់កម្មប្រិមត្តបន្តទៀតតាក់ទងតាមលេខ017372000ចំណែកអភិបាលក្រុងបាងកកនៅក្នុងថ្ងៃនេះបានធ្វើបទបង្ហាញតាក់ទិនជាមួយនឹងការកើនឡើងនៃ PM2.5 ដែលគាត់បានពិពណ៌នាថានៅថ្ងៃទី3ដល់ថ្ងៃទី4នឹងធូរស្រាលតែ5ដល់ទៅ7ធ្នូនឹងមានការកើនឡើងនៃ PM2.5 ដោយសារទី1ហ្នឹងគឺសកម្មភាពមនុស្សរបស់យើងហ្នឹងតាក់ទងទៅនឹងការដុតសម្រាមការដុតស្រូវចាការដុតចិញ្ច្រាំងឬក៏ការដុតអំពៅជាការអីផ្សេងពីភាគខាងលិចមកហ្នឹងហើយនៅមួយទៀតគឺការបំពុលដោយសារតែផ្សែងរថយន្តចាដែលវារំភាយចេញពីរថយន្តដែលមានម៉ាស៊ូតចាស់អត់ដូរចេញអីទៅហើយនឹងមានកត្តាជាច្រើនទៀតគប់ផ្សំគ្នាដែលធ្វើឲ្យ PM2.5 កើនឡើងនៅក្រុងបាងកកនៅប្រហែលថ្ងៃខាងមុខទៀតនឹងឯងចានេះគឺជាការវិវត្តនៅក្នុងប្រទេសថៃទន្ទឹមនឹងដឹងរឿងគេហើយយើងក៏ត្រូវដឹងពីរឿងខ្លួនឯងដែរប្រទេសថៃយ៉ាងណាថតពីលើទៅមានដើមឈើច្រើនណាបងប្អូនអញ្ចឹងគឺដើមឈើច្រើនទំនប់ទឹកច្រើនហើយគេនៅតែជួបបញ្ហាលិចអញ្ចឹងទៀតអញ្ចឹងសម្រាប់ប្រទេសកម្ពុជារបស់យើងប្រជាពលរដ្ឋគួរតែបង្កើតស្មារតីនៅក្នុងការជួយដាំដើមឈើរក្សាដើមឈើដែលមានស្រាប់និងដាំដើមឈើបន្ថែមចាហើយជួយរក្សាដើមឈើដែលរដ្ឋាភិបាលរបស់យើងបានដាំនៅតាមទីតាំងនីមួយៗជាពិសេសនៅក្រុងភ្នំពេញរបស់យើងផ្ទាល់តែម្ដងចាហើយមួយវិញទៀតពាក់ព័ន្ធជាមួយនឹង PM2.5 យើងឃើញហើយថាវាមានពាក់ព័ន្ធជាមួយនឹងការបំពុលខ្យល់ដោយចេញពីយានយន្តចាអញ្ចឹងបងប្អូនណាដែលមានឡានមានម៉ូតូហ្នឹងគួរតែ
ចាកាត់បន្ថយហើយនឹងមួយទៀតបើសិនជាចិត្តអីយើងអាចប្រើសេវាសាធារណៈដោយឡានក្រុងសាធារណៈអីបានគឺល្អតែបើសិនជាឆ្ងាយអាហ្នឹងយើងគួរតែអាសាដូរព្រេងណានព្រេងម៉ូតូយើងទៅកុំឲ្យទុកតខ្មៅឬមួយក៏ហុយផ្សែងខ្មៅនៅក្នុងបរិស្ថានយើងអីចឹងទៅការដុតចិញ្ច្រាំងគួរតែបញ្ឈប់ការដុតអីផ្សេងគ្រប់ប្រភេទទាំងអស់គួរតែបញ្ឈប់ហើយប្រើវិធីសាស្ត្រផ្សេងដើម្បីធ្វើ recycle ឬមួយក៏យ៉ាងណាវិញដើម្បីជួយស្រោចស្រង់បរិស្ថានធម្មជាតិរបស់យើងត្រឡប់មកវិញព្រោះដឹងស្រាប់ហើយថាពេលដែលធម្មជាតិចង់កំចាត់យើងម្ដងគឺងាយស្រួលជាងបកចែកទៅទៀតបងប្អូនហើយយើងឃើញស្រាប់ហើយណាស្រីលង្កាចាឥណ្ឌូនេស៊ីថៃគឺជាគំរូដែលសិតតែប៉ះធ្ងន់ធ្ងរពាក់ព័ន្ធជាមួយនឹងគ្រោះទឹកជំនន់ហើយតិចទៀតគឺនឹងមានវៀតណាមទៀតប្រមាណនេះស្ដាប់បើយោងទៅតាមការព្យាករណ៍របស់គេដូច្នេះរួមគ្នាថែរក្សាបរិស្ថានធម្មជាតិរបស់យើងទាំងអស់គ្នាហើយស្នំប៉បងប្អូនបើឆ្លាញ់ការធ្វើព័ត៌មានរបស់កណិកាចង់ឲ្យកណិកាធ្វើព័ត៌មានបន្តទៀតចឹងកុំភ្លេចជួយគាំទ្រកំងទិញបន្តសុខភាពពីកណិកាប្រិមត្តបានសុខភាពល្អកណិកាមានកำลังចិត្តនៅក្នុងការបន្តធ្វើព័ត៌មានជូនទៅកាន់ប្រិមត្តជាបន្ត